Ok សួស្តីបងប្អូនទាំងអស់គ្នាវីដេអូមុនយើងបានដឹងរួចមកហើយអំពីការកណនីផលបូកចាប់ពី1ដល់ n ហើយវីដេអូនេះតើលោកគ្រូនឹងបង្ហាញទៅលើការកណនីផលបូកពី1ដល់ n ម្ដងទៀតប៉ុន្តែគឺយើងនឹងប្រើវិធីថ្មីគឺយើងនឹងមិនប្រើ block code repeat ទេយើងនឹងចងរូបមន្តផលបូកចាប់ពី1ដល់ n ហ្នឹងដោយប្រើ block code មួយគឺពណ៌បៃតងឈ្មោះថា operation ណាយើងនឹងទៅប្រើប្រមាណវិធីនៅក្នុង block code operation ហ្នឹងអញ្ចឹងមុននឹងចាប់ផ្ដើមយើងត្រូវយល់សិនយើងត្រូវយល់ពីគណិតវិទ្យាបន្តិចសិនណាអញ្ចឹងលោកគ្រូទៅបើកវងកញ្ចក់បន្តិចពាក់ព័ន្ធទៅនឹងគណិតវិទ្យាវាមានរូបមន្តមួយដែលយើងអាចចងវាបានបើសិនបើយើងចង់បូកលេខចាប់ពី1 2 3រហូតទៅណាយើងបូករហូតទៅដល់ប្រមាណក៏ដោយឥឡូវយើងតាំងដោយ n ចុះបានន័យថាយើងបូកពី1 2 3 4 5រហូតទៅដល់ n ហ្នឹងគឺជាតម្លៃលេខចុងក្រោយដែលយើងដាក់បញ្ចូលទៅហ្នឹងណាអញ្ចឹងគេចងជារូបមន្តមួយបានថាផលបូកពី1ដល់ n ដែលវាមាន n តួហ្នឹងគឺវាស្មើនឹង n កតា n បូក1ចែកនឹង2ណា n កតា n បូក1ចែកនឹង2នៅក្នុងវីដេអូនេះលោកគ្រូអត់ធ្វើការសម្រាយបញ្ជាក់ទៅលើរូបមន្តហ្នឹងទេអញ្ចឹងគ្នាយើងគ្រាន់តែដឹងទៅបានហើយដោយសារលោកគ្រូបានបង្ហាញរួចមកហើយនៅពេលដែលយើងរៀនជាមួយគ្នាក្នុងថ្នាក់ផ្ទាល់ណាហើយនៅក្នុងកម្មវិធីយើងគោលបំណងគឺលោកគ្រូចង់ឲ្យបងប្អូនចេះចងរូបមន្តហ្នឹងនៅក្នុង block code របស់យើងនឹងឯងឥឡូវយើងទៅបើកនៅ block code របស់យើងអត់ចង់ប្រើប្រាស់ block code repeat n ជុំទេណាn ដងនឹងទេអញ្ចឹងយើងបោះវាចេញយើងចង់ប្រើរូបមន្តអញ្ចឹងយើងត្រូវទៅទាញ block code នៅកន្លែងពណ៌បៃតងនេះគឺ block code operator ពាក់ព័ន្ធនឹងប្រមាណវិធីអញ្ចឹងយើងទាញ block ផលគុណមួយមក block ប្រមាណវិធីគុណយើងទាញវាយកមកដាក់មកអូខេហើយយើងទាញ block ប្រមាណវិធីបូកដោយសារយើងត្រូវការផលបូកផលគុណផលចែកមិនហ្នឹងណាដោយសាររូបមន្តយើងគឺ n កតា n បូក1ចែកនឹង2អូខេអញ្ចឹងនៅពេលដែលយើងទាញ block code មួយមកដាក់លើផ្ទៃការងារយើងហើយយើងត្រូវប្រុងប្រយ័ត្ននៅក្នុងការតភ្ជាប់វារូបមន្តគឺ n គុណនឹង n បូក1អញ្ចឹង n បូក1វាត្រូវនៅមួយ block ជាមួយគ្នាមួយ block មួយគ្នាអញ្ចឹងបើសិនបើយើងទាញអថេ n យកមកដាក់មកអថេ n របស់យើងទាញយកមកដាក់កន្លែងនេះអញ្ចឹងយើងបាន n បូក1ទុកម្ដុំសិនណាបន្តមកទៀតអថេផលគុណblock ផលគុណនេះគឺយើងទាញអថេ n យកមកដាក់មក n កតាគេមិញ n កតា n បូក1អញ្ចឹងយើងមកដាក់ប៉ឃើញអត់អញ្ចឹងបានន័យថាអានេះវាចូលទម្រង់មួយគឺ n គុណនឹង n បូក1ហើយអញ្ចឹង n បូក1ហ្នឹងគឺជាកសោមួយដែលស្ថិតក្នុងវងកញ្ចក់អញ្ចឹងមក block នេះគឺជាកសោផលបូកណាប៉ុន្តែបើសិនបើយើងដាក់ block ផលចែកនេះនៅតាមក្រោយវាបានទៅជាអញ្ចេះវិញអាលេខ1ផលបូកដែលជាប់កសោ n ហ្នឹងជាប់ជាមួយ n ហ្នឹងវារត់មកកន្លែងផលចែកនេះវិញឃើញអត់អញ្ចឹងបើយើងដាក់1នៅកន្លែងនេះហើយយើងដាក់2វាទៅជា1ចែក2វានឹងកណនី1ចែក2មុនសិនមុននឹងវាយកទៅបូកជាមួយនឹង n អញ្ចឹងបើសិនបើយើងធ្វើអញ្ចឹងកម្មវិធីយើងអត់បូកលេខឲ្យយើងបានត្រឹមត្រូវទេឥឡូវដើម្បីបញ្ជាក់នៅចំណុចនេះយើងទៅតេស្តកម្មវិធីយើងទាំងអស់គ្នាទៅឥឡូវលោកគ្រូ set អថេរបស់យើង set អថេដែលយើងបង្កើតមិញហ្នឹងគឺយើង set អីគេយើង set ផលបូករបស់យើងហ្នឹងទៅជារូបមន្តប៉ុណ្ណឹងបានន័យថាយើងចងរូបមន្ត n កតា n បូក1ចែកឲ្យ2ហ្នឹងគឺជារូបមន្តសម្រាប់កណនីផលបូកសាមចាប់ពី1ទៅដល់ n តួណា n តួ n ហ្នឹងគឺជាតម្លៃដែលអ្នកប្រើប្រាស់គាត់នឹងបញ្ចូលអូខេឥឡូវយើងតបភ្ជាប់ជាមួយអនុគមរបស់យើងហើយយើងឲ្យវានិយាយបង្ហាញលទ្ធផលមកឥឡូវយើងទៅតេស្តកម្មវិធីរបស់យើងចុចទង់ជាតិតើអ្នកចង់បូកលេខពី1ដល់លេខប្រមាណឥឡូវលោកគ្រូបញ្ចូលលេខ10គ្រូចុចគ្រីសវាឆ្លើយថា105កាលពីវីដេអូមុនយើងដឹងហើយផលបូកពី1ដល់10មិនមែន105គឺ55
ហេតុអីបានវាបង្ហាញលទ្ធផលចេញ105ដោយសារវាមានបញ្ហា error នៅកន្លែងហ្នឹងឯងគឺ error នៅកន្លែង block code operator ពណ៌បៃតងរបស់យើងនេះដោយសារអីដោយសារមួយនៅកន្លែងនេះវានៅក្នុងកសោមនៅកសោមផលចែកទេណាវានៅក្នុងជាមួយ2ទេណា1ចែកឲ្យ2ទេវាមិនមែន1ហ្នឹងវានៅជាប់មួយកសោម n នេះទេអញ្ចឹងធ្វើម៉េចដើម្បីបានវារត់ទៅរើ n យើងត្រូវដាក់ block ផលចែកនេះមុនបន្ទាប់មកយើងចាំដាក់ block ផលបូកចុងក្រោយអូខេអញ្ចឹងយើងបានណាធម្មតាក្នុងប្រមាណវិធីគណិតវិទ្យាយើងត្រូវកណនីប្រមាណវិធីដែលនៅក្នុងវងកញ្ចក់មុនអញ្ចឹងយើងធ្វើពីតូចទៅធំមុនអញ្ចឹងកម្មវិធីរបស់យើងនឹងកណនីផលបូក n បូក1ហើយទើបយកវាមកចែកអំពីហើយទើបយកមកគុណនឹងតម្លៃ n តាមក្រោយឥឡូវយើងទៅតេស្តកម្មវិធីយើងម្ដងទៀតតើវាត្រឹមត្រូវហើយឬនៅអូខេចុចពង្ជាតិយើងចង់បូកលេខពី1ដល់10យើងវាយលេខ10ចូល enter បកចេញ55អូខេអញ្ចឹងចម្លើយគឺ55ត្រឹមត្រូវណាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអីដែលលោកគ្រូចង់បន្ថែមគឺបន្ថែមទៅលើការប្រើប្រាស់ block code operator ណាដើម្បីចងរូបមន្តផលបូកពី1រហូតទៅដល់ n ហ្នឹងគឺជាតម្លៃលេខដែលអ្នកប្រើប្រាស់គាត់បញ្ចូល n ក៏ជាចំនួនតួផលបូកចាប់ពី1រហូតទៅដល់ n នឹងដែរណាអញ្ចឹងដោយសារយើងបូកលេខពី1មកអញ្ចឹងបើយើងបូកពី1ដល់ប្រមាណវានឹងមានចំនួនតួប៉ុណ្្នឹងឯងអញ្ចឹងគ្រូសង្ឃឹមថាវីដេអូនេះនឹងជួយឲ្យបងប្អូនយល់បន្ថែមទៀតទៅលើការប្រើប្រាស់អនុគមនិង block operator បាទសូមអរគុណ